បាទសួស្តីថ្ងៃនេះយើងមកលំហាត់សួរចំនួនពិតថ្នាក់ទី11យើងបន្តទៀតគឺលំហាត់ទី1របស់យើងគេឲ្យយើងកំណត់តួទី n នៃសួរចំនួនពិតខាងក្រោមហើយនៅក្នុងនោះយើងមានរហូតដល់ទៅ12លំហាត់អឺនៅក្នុងវីដេអូទី1នេះខ្ញុំសូមបង្ហាញ3លំហាត់កខហើយនិងគអញ្ចឹងលំហាត់កគេឲ្យ switch ចំនួនពិតយើងមក1 8 27 64ចុចហើយគេឲ្យយើងកំណត់តួទី n នៃ switch ហ្នឹងអញ្ចឹងដើម្បីកំណត់តួទី n នៃ switch ដែលមានទម្រង់បែបនេះទី1យើងអាចទៅសេវាតួទី1ស្មើនឹង1ដែល1របស់យើងអាចសេថា1សេគុណ3 1នេះគឺលំដាប់នៃតួហើយតួទី2ស្មើនឹង8យើងអាចសេបានតែ2សេគុណ3 2សេគុណ3ស្មើ8ហើយតួទី3ស្មើនឹង27យើងអាចទៅសេបានថា3សេគុណ3និងតួទី4ស្មើនឹង64យើងអាចទៅសេបានថា4សេគុណ3អញ្ចឹងយើងអាចទាញជាទូទៅថា an របស់យើងគឺស្មើនឹង n សេគុណ3ដោយសារអីដោយសារតួទី1 1សេគុណ3តួទី2 2សេគុណ3តួទី3 3សេគុណ3តួទី4 4សេគុណ3ដូច្នេះតួទី n គឺ n សេគុណ3នេះគឺជាការកំណត់តួទី n របស់យើងហើយលំហាត់ទី2លំហាត់ខគឺគេអាចស្វិតយើងមក1 3 5 7 9ចុចចឹងលំហាត់ខមិនដូចនឹងលំហាត់កទេដោយសារអីដោយសារលំហាត់ខពីតួទី1មកតួទី2ពីតួទី2មកតួទី3គឺមានបំរែបំរួល2ដូចគ្នាអញ្ចឹងលំហាត់ដែលមានបំរែបំរួលដូចគ្នាបែបនេះគឺជាលំហាត់ដែលមានលក្ខណៈងាយស្រួលអញ្ចឹងយើងអាចកំណត់តួរបស់យើងដោយយើងយក A1 របស់យើងគឺយកលំដាប់នៃតួគុណនឹងបំរែបំរួលស្មើគ្នាបើសិនជាបំរែបំរួលវា2ចឹងយើងយកតួទី1គុណនឹង2ហើយតួទី2របស់យើង3គឺយើងយក2គុណនឹង2តួទី3យក3គុណនឹង3សុំទោស3គុណនឹង2រហូតដល់យើងទាញដល់តួទី n អញ្ចឹងយើងបាន1គុណនឹង2 2គុណនឹង2 3គុណនឹង2តោះមកយើងនឹងគុណ2ម្ដង2 2ច្រើនជាង1អញ្ចឹងបើ2ច្រើនជាង1ដើម្បីវាស្មើ1យើងត្រូវដកចេញ1ហើយតួទី2 2 2ដង4 4ច្រើនជាង3ចឹងត្រូវដកចេញ1ដូចគ្នាហើយតួទី3 2 3ដង6 6ច្រើនជាង5ត្រូវដកចេញ1ដែរចឹងយើងឃើញសង្កេតឃើញថាគ្រប់តួទាំងអស់ត្រូវគុណនឹង2ហើយដក1មានន័យថាយកលំដាប់តួគុណនឹង2រួចដក1ឧទាហរណ៍តួទី1 2គុណនឹង1ដក1តួទី2 2គុណនឹង2ដក1តួទី3 2គុណនឹង3ដក1ដូចនេះយើងអាចទាញបានតួទី n គឺ2គុណនឹង n ដក1សម្រាប់លំហាត់ដែលមានបំរែបំរួលស្មើគ្នាគឺយើងត្រូវគុណនឹងចំនួនដែលប្រែប្រួលបើសិនជាលេខប្រែប្រួល3គុណនឹង3ប្រែប្រួល1យើងមិនចាំបាច់គុណទេឥឡូវយើងទៅលំហាត់គលំហាត់គវាមានលក្ខណៈពិសេសមួយបែបទៀតដោយសារតម្លៃតួរបស់វាគឺមានសញ្ញាឆ្លាស់គ្នាបូកដកអញ្ចឹងលំហាត់ដែលមានសញ្ញាផ្លាស់ប្ដូរបូកដកដោយលំហាត់ដែលយើងឃើញបែបនេះអញ្ចឹងអ្វីដែលយើងត្រូវគិតគឺគិតទៅលើគោលដក1អាចស្វ័យគុណគូឬក៏ស្វ័យគុណសេសអាស្រ័យទៅតាមតួដែលគេឲ្យជាតួទី1ហ្នឹងប្រសិនបើតួទី1ជាចំនួនវិជ្ជមានយើងគោលរបស់យើងត្រូវតែដក1សេគុណគូហើយបើសិនជាគោលរបស់យើងគោលសំដៅតួទី1របស់យើងអវិជ្ជមានវិញដក1របស់យើងត្រូវតែស្វ័យគុណគូដូចជាក់ស្ដែង A1 គេឲ្យ1 A2 ឲ្យដក1 A3 ស្មើនឹង1និង A4 ស្មើដក1អញ្ចឹងគោលទី1ដែលយើងត្រូវប្រើគឺដក1សេគុណគូដែលយើងប្រើលំដាប់តួទី1បន្ថែម1តួទី1បន្ថែម1បាន2ដក1សេគុណ2ស្មើនឹង1ហើយតួទី2របស់យើងគឺមានតម្លៃស្មើនឹងដក1បើវាមានតម្លៃស្មើនឹងដក1យើងអាចសរសេរបានថាដក1ស្វ័យគុណ2បូក1 2គឺជាតម្លៃតួទី2ហើយយើងបន្ថែម1ដូចជាមួយនឹងតួទី1ដែរតែពេលយើងបន្ថែម1វាទៅជាចំនួនសេសដក1សេគុណសេសស្មើនឹងដក1តួទី3ស្មើនឹងដក1ស្វ័យគុណ3បូក1 3នេះគឺជាគោល3សំដៅតួទី3ហើយយើងបន្ថែម1ដូចគ្នាមកគឺយើងបានដក1សេគុណ4ហើយតួទី4យើងបានដក1សេគុណ4បូក1ដូច្នេះយើងអាចទាញបានតួទី n គឺ an ស្មើនឹងដក1ស្វ័យគុណ n បូក1លំហាត់បែបនេះគឺយើងអាចមើលទៅលើលំដាប់តួហើយយើងថ្ងៃនេះយើងមាន3លំហាត់ហ្នឹងលំហាត់បន្ទាប់នឹងនៅក្នុងវីដេអូក្រោយសូមអរគុណ